ជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីនិងសិស្សគុណជាទីគោរពជាទីស្រឡាញ់ប៉ុន្មានថ្ងៃនេះខ្ញុំបាទរៀងរវល់អត់បានចេញវីដេអូឲ្យទេទើបតែថ្ងៃនេះរៀងមានពេលឆ្លៀតថតជួនពុកម៉ែមីងអ៊ំបងប្រុសបងស្រីនិងសិស្សគុណមុននឹងចូលទៅដល់មេរៀនសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីជួយចុច like ចុច subscribe ទៅលើវីដេអូរបស់ខ្ញុំបាទផងថ្ងៃនេះខុសពីវីដេអូរដងថ្ងៃនេះខ្ញុំបាទលើកជាមូលដ្ឋានគ្រឹះបាលីមកបង្រៀនខ្ញុំបាទចង់ឲ្យពុកម៉ែមីងអ៊ំបងប្រុសបងស្រីនិងសិស្សគុណយល់ដឹងពីមូលដ្ឋានគ្រឹះស្រៈនិងព្យញ្ជនៈរបស់ភាសាបាលីសិនដើម្បីឲ្យពុកម៉ែមីងអ៊ំបងប្រុសបងស្រីកត់ឬក៏យកពីបាលីទៅងាយស្រួលនៅក្នុងការអានឬក៏រៀនអានណាចឹងថ្ងៃនេះរៀងខុសពីធម្មតាបន្តិចណាចឹងថ្ងៃនេះខ្ញុំបាទនឹងបង្រៀនជាមូលដ្ឋានគ្រឹះជួនពុកម៉ែមីងអ៊ំបងប្រុសបងស្រីវិញហើយវីដេអូក្រោយចាំយើងចូលជាភាសាចូលជាមន្តអាគមរបស់យើងវិញអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាត់បង្រៀនពីជាមូលដ្ឋានគ្រឹះរបស់ភាសាបាលីជាស្រៈនិងព្យញ្ជនៈដើម្បីបង្ហាញពុកម៉ែមីងអ៊ំបងប្រុសបងស្រីឲ្យយល់និងឲ្យចេះអានស្រៈជាភាសាបាលីជាមួយនឹងព្យញ្ជនៈជាភាសាបាលីចំណែកឯស្រៈមាន8តួណាភាសាបាលីថាសារៈខ្មែរថាស្រៈណាអញ្ចឹងឥឡូវយើងមកមើលព្យញ្ជនៈសិនព្យញ្ជនៈមាន33តួណាព្យញ្ជនៈនេះតួអក្សរនេះជាតួអក្សររបស់ខ្មែរឬក៏អក្សររបស់អ្នកណាគេណាតួអក្សរនេះជាតួអក្សររបស់ខ្មែរណាដែលខ្មែរយើងអានកខកខងណាប៉ុន្តែដល់ពេលយើងរៀនភាសាបាលីតួអក្សរនេះជាតួអក្សររបស់ខ្មែរដដែលប៉ុន្តែត្រូវអានចេញជាសរសៀងបាលីណាអញ្ចឹងគុណចាស់ថ្ងៃចាប់ថ្ងៃទៅគុណចាស់ចងចាំទុកថាបាលីมันមានតួអក្សរទេណាគឺមានតែសរសំឡេងណាមានតែសរសំឡេងអញ្ចឹងគេអាចរៀនភាសាបាលីបានគ្រប់ប្រទេសណាប្រទេសណាអក្សរប្រើអក្សរអីប្រើអក្សរនឹងទៅតែប្រើសរសៀងរបស់បាលីដូចជាស្រុកខ្មែររបស់យើងប្រើអក្សរខ្មែរប៉ុន្តែជាសរសៀងបាលីណាអញ្ចឹងការពីសរសៀងខ្មែរយើងអានថាកខកខងប៉ុន្តែដល់ពេលយើងប្រើរៀនភាសាបាលីដែលដាក់សរសៀងបាលីចូលមកយើងអានថាកៈខៈយៈយៈញៈចៈឆៈជៈឈៈញៈដៈហៈយៈឈៈញៈតៈហៈយៈឈៈញៈបៈហៈយៈឈៈញៈយៈរៈលៈវៈសៈហៈលៈអណានេះជាសរសៀងរបស់បាលីប៉ុន្តែតួអក្សរជាតួអក្សររបស់ខ្មែរណាចឹងកូនចាស់មើលស្រៈម្ដងមិញព្យញ្ជនៈរបស់យើងមាន33តួណាដល់ពេលស្រៈនៅក្នុងភាសាបាលីមានតែ8តួណា8តួលោកចែកជាមានអីគេខ្លះអាអ៊ីអ៊ីអ៊ូអ៊ូអេកណា8តួនេះហៅថាស្រៈកណាភាសាបាលីថាសារៈខ្មែរថាស្រៈកណាអញ្ចឹងពុកម៉ែបងប្អូនបានសិក្សាពាក់ព័ន្ធជាមួយស្រៈហើយជាមួយនឹងព្យញ្ជនៈហើយខ្ញុំបានកាត់វីដេអូសំឡេងយកមកដាក់ដើម្បីឲ្យច្បាស់ពុកម៉ែមីងបងប្អូនច្បាស់នៅក្នុងការអានណាចឹងបើសិនជាខុសឆ្គងកន្លែងណាសូមអភ័យទោសនៅកំហុសឬក៏ខ្ញុំបាទកាត់ទៅវាខុសកន្លែងណាអីណាហើយខ្ញុំសូមអភ័យទោសផងណា
ហើយជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែមីងអ៊ំបងប្រុសបងស្រីដែលបានដែលតែងតែតាមដានទៅលើវីដេអូខ្ញុំបាទហើយតែងតែជួយចុច like ចុច subscribe ទៅលើវីដេអូនិង channel របស់ខ្ញុំបាទណាហើយបើសិនជាពុកម៉ែមីងអ៊ំបងប្រុសបងស្រីសោះគុណចង់ឧបត្ថម្ភអាចឧបត្ថម្ភតាមធនាគារខាងលើបានណាហើយជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា